សារនេះជូនទៅកាន់បងប្អូនទាំងអស់ដែលកំពុងស្ថិតក្នុងការគៀបសង្កត់និងសេចក្តីទុក្ខវេទនាយ៉ាងខ្លាំងក្រៃលែងព្រះវិញ្ញាណបរិសុទ្ធប្រទានឲ្យយើងនូវសេរីភាពជាសេរីភាពដែលមាននៅក្នុងព្រះវត្តមានព្រះយេស៊ូវគ្រាន់តែជួបព្រះយេស៊ូវនោះយើងអាចមានជ័យជំនះពីជំងឺទាំងអស់ដូចជាអំពើបាបរបួសគ្រឿងញៀនការញៀនផ្លូវភេទជំងឺផ្លូវចិត្តការក្បត់ខ្ញុំបានឃើញអារក្សអស់រយៈពេលប្រហែល7ឆ្នាំមកហើយពេលនោះផងដែរសមាជិកគ្រួសារខ្ញុំម្នាក់គាត់កំពុងមានជំងឺដែលមិនអាចព្យាបាលបានរាល់ថ្ងៃឲ្យតែពេលយប់មានអារក្សដ៏គួរឲ្យខ្លាចពីរក្បាលវាតែងតែមកផ្ទះរបស់ខ្ញុំប៉ុន្តែកន្លងផុត7ឆ្នាំមានថ្ងៃមួយខ្ញុំចាប់ផ្ដើមមានសេរីភាពខ្ញុំក៏ចាប់ផ្ដើមយល់ការពិតពីរយ៉ាងហើយក៏សារភាពទៅព្រះយេស៊ូវទ្រង់ឲ្យខ្ញុំមានសេរីភាពទី1គ្រួសាររបស់ខ្ញុំជីវិតគ្រួសាររបស់ខ្ញុំជាកម្មសិទ្ធិរបស់ព្រះយេស៊ូវទី2អស់អ្នកដែលជឿព្រះយេស៊ូវមានពន្លឺនៅក្នុងចិត្តរបស់ពួកគេហើយពន្លឺនោះនៅជាមួយយើងជានិច្ចខ្ញុំដឹងថាអារក្សបានបោកបញ្ឆោតខ្ញុំហើយចាប់ពីពេលនោះមកដូច្នេះខ្ញុំមិនខ្វល់ពីវាឡើយខ្ញុំក៏ចាប់ផ្ដើមមានសេរីភាពកូរិនថូសទី2ជំពូក3ខ17រីឯព្រះជាម្ចាស់ទ្រង់ជាព្រះវិញ្ញាណហើយកន្លែងណាដែលមានព្រះវិញ្ញាណនៃព្រះជាម្ចាស់នោះក៏មានសេរីភាពដែរព្រះយេស៊ូវទ្រង់ជាវិញ្ញាណដែលឲ្យយើងមានសេរីភាពហើយទ្រង់ជាពន្លឺទ្រង់ជាស្ដេចហើយជាព្រះសង្គ្រោះរបស់យើងពីព្រោះតែយើងទទួលយកព្រះជាម្ចាស់នោះរូបកាយរបស់យើងคล้ายទៅជាព្រះវិហាររបស់ព្រះជាម្ចាស់សេរីភាពដ៏ពិតត្រូវបានផ្ដល់មកយើងចូលយើងទទួលព្រះយេស៊ូវយើងក្នុងចិត្តនោះយើងមានសេរីភាពយើងជឿថានឹងជួបទ្រង់នៅនគរឋានសួគ៌